ជប៉ុនស្នើជាថ្មីឲ្យកម្ពុជានិងថៃបើកព្រំដែនឡើងវិញដើម្បីសម្រួលពាណិជ្ជកម្មរបស់ជប៉ុនជប៉ុនតាមរយៈអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងភ្នំពេញបានស្នើជាថ្មីឲ្យកម្ពុជានិងថៃបើកច្រកព្រំដែនឡើងវិញដើម្បីសម្រួលដល់ពាណិជ្ជកម្មវិនិយោគិនរបស់ជប៉ុនតាមអគ្គរដ្ឋទូតជប៉ុនលោក Yuino Asushi ការអបបន្លាយការបិទច្រកព្រំដែនប្រទេសទាំងពីរបានជះឥទ្ធិពលដល់វិនិយោគិនជប៉ុនទាំងក្នុងប្រទេសកម្ពុជានិងប្រទេសថៃថ្លែងនៅក្នុងកិច្ចសន្ទនាស្ដីពីកម្ពុជាជប៉ុននៅក្នុងពិភពលោកថ្មីកាលពីថ្ងៃទី30ខែមករាចុងសប្តាហ៍កន្លងទៅនេះឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាលោក Yuino Asushi បានបង្ហាញការបារម្ភអំពីទំនុកចិត្តរបស់ជនជាតិជប៉ុននៅពេលដែលព្រំដែនរវាងប្រទេសកម្ពុជានិងថៃនៅតែបន្តរឹតបន្តឹងលោកថាការបិទច្រកព្រំដែនរវាងកម្ពុជាថៃបានប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនជប៉ុនជាពិសេសក្រុមហ៊ុនមកវិនិយោគនៅកម្ពុជាដោយពួកគេត្រូវរកមធ្យោបាយផ្សេងៗសម្រាប់ការផ្គត់ផ្គង់បន្តក្នុងអំឡុងពេលកម្ពុជាថៃបន្តបិទច្រកព្រំដែនក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសថៃមួយចំនួនដែលផ្គត់ផ្គង់វត្ថុធាតុដើមចូលមកកម្ពុជាបានបង្វែរការដឹកជញ្ជូនរបស់ខ្លួនពីមធ្យោបាយផ្លូវគោកទៅជាមធ្យោបាយផ្លូវទឹកនិងផ្លូវអាកាសនេះបើតាមលោក Yuino Asushi ដោយបន្ថែមថាប្រសិនបើក្រុមហ៊ុនទាំងនោះចង់ដឹកជញ្ជូនវត្ថុធាតុដើមចូលកម្ពុជាតាមផ្លូវគោកគឺត្រូវដឹកចេញពីប្រទេសថៃចូលទៅប្រទេសឡាវវាងទៅប្រទេសវៀតណាមនិងបន្តពីវៀតណាមចូលមកកម្ពុជាបាទតាមឯកអគ្គរដ្ឋទូតជប៉ុនក្រុមហ៊ុនជប៉ុនទាំងនោះកំពុងប្រឈមនឹងបញ្ហាតម្លៃដឹកជញ្ជូនខ្ពស់គួរជម្រាបថានេះជាការលើកឡើងជាថ្មីរបស់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាជុំវិញការបិទច្រកព្រំដែនកម្ពុជាថៃដែលបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនរកស៊ីរបស់ជប៉ុនកាលពីអំឡុងខែកញ្ញាឆ្នាំ2025លោក Yuino Asushi ក៏បានថ្លែងថាការបិទព្រំដែនដែលនៅតែបន្តនាំឲ្យកម្ពុជាបាត់បង់ភាពទាក់ទាញការវិនិយោគគណៈថ្លៃដឹកជញ្ជូននៅពេលវេលាផ្ទេរទំនិញនឹងកើនឡើងឬប្រែប្រួលច្រើនជាងមុនទន្ទឹមគ្នានេះលោក Kuchi Fukuhara ប្រធានសមាគមធុរកិច្ចជប៉ុននៅកម្ពុជាហៅកាត់ថា JBAC ក៏បានកត់សម្គាល់ដែរថាការរកស៊ីរួមគ្នារបស់វិនិយោគិនជប៉ុនកំពុងរងផលប៉ះពាល់ដោយផ្ទាល់ដែលបាននាំទៅដល់ការខាតបង់ខាងសេដ្ឋកិច្ចដោយផែនការពង្រីកអាជីវកម្មមួយចំនួនក៏ត្រូវពន្យាពេលគួរបញ្ជាក់ថាច្រកព្រំដែនកម្ពុជាថៃបានបិទនៅអំឡុងខែមិថុនាឆ្នាំ2025ក្រោយពេលដែលថៃបានសម្រេចជាឯកតោភាគីបិទច្រករបៀងព្រំដែនជាមួយនឹងកម្ពុជាឆ្លើយតបនឹងការបិទជាឯកតោភាគីរបស់ថៃកម្ពុជាបានសម្រេចចិត្តបិទការនាំចូលបន្លែផ្លែឈើប្រេងឥន្ធនៈទំនិញមួយចំនួនពីប្រទេសថៃចូលមកកាន់កម្ពុជាកម្ពុជាប្រាប់សភាប្រាភាសាបារាំងពីក្តីបារម្ភចំពោះការវិវត្តដ៏អវិជ្ជមាននៅព្រំដែនកម្ពុជាថៃក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសភាប្រាភាសាបារាំងលោកអ៊ុចបូរិតប្រធានក្រុមសភាជាតិកម្ពុជាបានបញ្ជាក់ថាស្ថានភាពនៅបណ្ដោយព្រំដែនកម្ពុជាថៃកាន់តែយ៉ាប់យ៉ឺនខ្លាំងតាមលោកអ៊ុចបូរិតយោធាថៃបន្តការរំលោភបំពានម្ដងហើយម្ដងទៀតដោយពុំគោរពតាមបទឈប់បាញ់និងយន្តការដោះស្រាយជម្លោះដែលមានស្រាប់ស្ថានភាពនៅតាមបណ្ដោយព្រំដែនគោករវាងប្រទេសកម្ពុជានិងប្រទេសថៃធ្លាក់ចុះដុនដាបយ៉ាងខ្លាំងនេះជាការបញ្ជាក់របស់លោកអ៊ុចបូរិតអនុប្រធានទី1ព្រឹទ្ធសភាកម្ពុជានិងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រាភាសាបារាំងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសភាប្រាភាសាបារាំងដែលប្រព្រឹត្តទៅកាលពីថ្ងៃទី30និងថ្ងៃទី31ខែមករាឆ្នាំ2026នៅប្រទេសម៉ុងតេនេហ្គូតាមលោកអ៊ុចបូរិតការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជាថៃដែលកាន់តែព្រួយបារម្ភខ្លាំងគឺដោយសារគោលការណ៍និងយន្តការដោះស្រាយជម្លោះដែលមានស្រាប់ពុំត្រូវបានគោរពឲ្យបានពេញលេញឬអនុវត្តឲ្យមានប្រសិទ្ធភាពពីសំណាក់ភាគីថៃនោះឡើយតាមរយៈបទអន្តរាគមន៍នៅចំពោះមុខសមាជិកនៃសភាប្រើប្រាស់ភាសាបារាំងលោកអ៊ុចបូរិតបានលើកឡើងនៅយន្តការសំខាន់រវាងភាគីថៃនិងកម្ពុជារួមមានគណៈកម្មាធិការព្រំដែនទូទៅហៅកាត់ថា GBC គណៈកម្មការចម្រុះព្រំដែនហៅកាត់ថា JBC និងអនុសារណៈនៃការយោគយល់គ្នាហៅកាត់ថា MOU ព្រមទាំងយន្តការកម្រិតតំបន់និងអន្តរជាតិដូចជាធម្មនុញ្ញអាស៊ាននិងធម្មនុញ្ញអង្គការសហប្រជាជាតិជាដើមតែទោះជាមានយន្តការទាំងនេះក្តីនិងបើតាមប្រធានក្រុមសភាជាតិកម្ពុជារូបនេះឧបទ្ទវហេតុនានានៅតែបន្តកើតមានជាញឹកញាប់គណៈហានិភ័យនៃការរីករាលដាលជម្លោះនៅតែមានកម្រិតខ្ពស់ដដែលដោយសារការមិនគោរពច្បាប់របស់ភាគីថៃចំពោះឯកសារគតិយុត្តដែលមានស្រាប់និងការព្យាយាមផ្លាស់ប្តូរស្ថានភាពដើមដោយឯកតោភាគីជាមួយគ្នានេះលោកអ៊ុចបូរិតក៏បានគូបញ្ជាក់ផងដែរពីសកម្មភាពរបស់កងទ័ពថៃដែលបន្តលុកលុយចូលទឹកដីកម្ពុជាតាមរយៈការរាយបន្លាលោកការដាក់ទូកុងតឺន័រនិងការរារាំងជនស៊ីវិលកម្ពុជាមិនឲ្យត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញជាដើមក្រៅពីនេះសោកនាដកម្មមនុស្សជាតិនិងសម្បត្តិវប្បធម៌ជាតិខ្មែរដូចជាប្រាសាទព្រះវិហារនិងរូបសំណាកព្រះវិស្ណុត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះលោកអ៊ុចបូរិតការខូចខាតទាំងនេះមិនត្រឹមតែជាការបាត់បង់សម្រាប់ជាតិតែប៉ុណ្ណោះទេប៉ុន្តែជាការប៉ះពាល់ដល់កេរដំណែលរួមរបស់មនុស្សជាតិទាំងមូលជាថ្មីម្ដងទៀតលោកអ៊ុចបូរិតសង្កត់ធ្ងន់ថាជំហររបស់កម្ពុជាគឺការមិនស្វែងរកការប្រជុំមុខដាក់គ្នាឬបង្កើនអរិភាពនោះទេ
ពលកម្ពុជាទាមទារឲ្យមានការដកចេញនៅរាល់វត្តមានយោធាថៃទាំងអស់ពីទឹកដីរបស់ខ្លួនដោយគ្មានលក្ខខណ្ឌព្រមទាំងការស្ដារឡើងវិញនៅលក្ខខណ្ឌនានាដែលអនុញ្ញាតឲ្យប្រជាជនកម្ពុជាអាចវិលត្រឡប់ទៅផ្ទះសម្បែងបានដោយសុវត្ថិភាពប្រឈមនឹងបរិបទពិភពលោកអស្ថិរភាពប្រធានក្រុមសភាជាតិកម្ពុជារូបនេះបានអំពាវនាវឲ្យសភាប្រើភាសាបារាំងចូលរួមថែរក្សាសន្តិភាពស្ថិរភាពនិងលើកកម្ពស់ការដោះស្រាយវិវាទដោយសន្តិវិធីតាមរយៈការគោរពច្បាប់អន្តរជាតិអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់រដ្ឋនានាមន្ត្រីជាន់ខ្ពស់កូរ៉េថាសាររបស់លោកលីជាមីញ៉ុងជំវិញឧក្រិដ្ឋកម្មឆោបោកនៅកម្ពុជាជារឿងមិនត្រឹមត្រូវមេដឹកនាំគណៈបកនយោបាយនិងជាសមាជិកសភាកូរ៉េខាងត្បូងម្នាក់បានចេញមកអះអាងនៅថ្ងៃច័ន្ទទី2ខែកុម្ភៈឆ្នាំ2026កន្លងនេះទៅថាការបង្ហោះសាររបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកលីជាមីញ៉ុងជំវិញឧក្រិដ្ឋកម្មឆោបោកអនឡាញនៅកម្ពុជាជារឿងមិនត្រឹមត្រូវតាំងពីដំបូងគួររំលឹកថាកាលពីថ្ងៃទី30ខែមករាឆ្នាំ2026កន្លងទៅនេះលោកលីជាមីញ៉ុងបានបង្ហោះសារព្រមានឧក្រិដ្ឋជនមិនឲ្យប៉ះពាល់ដល់ជនជាតិកូរ៉េខាងត្បូងរបស់ខ្លួនតែសារនេះក៏ត្រូវលុបចេញវិញពីបណ្ដាញសង្គម X នៅក្នុងថ្ងៃខែឆ្នាំដដែលលោកចាងដងយុកមេដឹកនាំគណៈបកអំណាចប្រជាជននិងជាសមាជិកសភាកូរ៉េខាងត្បូងមួយរូបបានចេញមកនិយាយថាការបង្ហោះសារតាក់ទងនឹងឧក្រិដ្ឋកម្មឆោបោកអនឡាញនៅក្នុងប្រទេសកម្ពុជាពីសំណាក់ប្រធានាធិបតីកូរ៉េខាងត្បូងលោកលីជាមីញ៉ុងគឺជារឿងដែលមិនត្រឹមត្រូវតាំងពីដំបូងមកម្ល៉េះបើតាមលោកចាងដងយុកទោះបីជារឿងនេះកើតឡើងនៅក្នុងប្រទេសកម្ពុជាក៏ដោយក៏ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះគួរតែសរសេរសារជាភាសាចិនព្រោះឧក្រិដ្ឋកម្មឆោបោកអនឡាញនៅក្នុងប្រទេសកម្ពុជាបានបង្កឡើងដោយអង្គការឧក្រិដ្ឋកម្មចិនហើយលោកចាងដងយុកបានលើកឡើងយ៉ាងដូចនេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាន់ខ្ពស់រដ្ឋសភានាថ្ងៃច័ន្ទទី2ខែកុម្ភៈឆ្នាំ2026គួរជម្រាបថានៅថ្ងៃសុក្រទី30ខែមករាឆ្នាំ2026កន្លងទៅនេះប្រធានាធិបតីកូរ៉េខាងត្បូងគឺលោកលីជាមីញ៉ុងបានចេញសារព្រមានក្រុមឧក្រិដ្ឋជនឆោបោកអនឡាញបានហ៊ានប៉ះពាល់ពលរដ្ឋកូរ៉េខាងត្បូងដោយសរសេរលើបណ្ដាញសង្គម X របស់លោកជាភាសាខ្មែរថាបើហ៊ានប៉ះពាល់ជនជាតិកូរ៉េខាងត្បូងគឺត្រូវវិនិច្ឆ័យអន្តរាយនេះមិនមែនជាការគំរាមកំហែងលេងៗទេប្រទេសកូរ៉េខាងត្បូងបើថាធ្វើហើយគឺធ្វើដល់ទីបញ្ចប់សំណេរដូចនេះរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបានបំផុសឲ្យមានភាពចម្រូងចម្រាសនៅក្នុងស្រទាប់មហាជនជាពិសេសប្រជាពលរដ្ឋខ្មែរតែនៅទីបំផុតនាល្ងាចថ្ងៃសុក្រទី30ខែមករាដដែលលោកលីជាមីញ៉ុងបានសម្រេចលុបសាររបស់លោកចេញពីបណ្ដាញសង្គម X វិញបើតាមការចុះផ្សាយរបស់សារព័ត៌មានជូសុនសំណេររបស់លោកលីជាមីញ៉ុងត្រូវបានភាគីកម្ពុជាចោទសួរទៅអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំទីក្រុងភ្នំពេញលោកគឹមឆាងយុងអំពីអត្ថបទដែលប្រធានាធិបតីកូរ៉េខាងត្បូងសរសេរសារតាក់ទងនឹងឧក្រិដ្ឋកម្មឆោបោកអនឡាញជាភាសាខ្មែរសារព័ត៌មានជូសុនបានដកស្រង់សម្ដីលោកគឹមដែលបានពន្យល់ទៅកាន់មន្ត្រីកម្ពុជាសារព្រមានរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកលីជាមីញ៉ុងសរសេរជាភាសាខ្មែរដោយសារតែក្រុមឧក្រិដ្ឋជនមិនយល់ភាសាអង់គ្លេសឬភាសាកូរ៉េយ៉ាងណាក៏ដោយទោះបីជាសារព្រមានរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកលីជាមីញ៉ុងលុបចេញពីបណ្ដាញសង្គម X របស់លោកក៏ដោយក៏អ្នកតាមដានកិច្ចការអន្តរជាតិនៅក្នុងប្រទេសកម្ពុជាយល់ថាសារនេះនៅតែជះឥទ្ធិពលមិនល្អសម្រាប់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិជាពិសេសអាចធ្វើឲ្យអន្តរជាតិយល់ច្រឡំលើកម្ពុជាថាប្រទេសបណ្ដុំទៅដោយឧក្រិដ្ឋកម្មឆោបោកអនឡាញ